ព័ត៌មានអន្តរជាតិក្រមប្រទេស G7 ប្រមានរុស្ស៊ីអំពីទណ្ឌកម្មបន្ថែមទៀតប្រសិនមិនមានការព្រមព្រៀងបត់ឈប់បាញ់បណ្ដាប្រទេស G7 នៅថ្ងៃសុក្របានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការមានការរៀបចំសន្តិសុខដ៏រឹងមាំដើម្បីគាំទ្រដល់បត់ឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ីក្រមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងនេះបានប្រមានទីក្រុងមូស្គូថានឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតប្រសិនបើមិនព្រមព្រៀងនឹងអនុវត្តបទឈប់បាញ់ដោយដែលទីក្រុងគៀវបានធ្វើនោះទេនេះបើយោងតាមសេចក្តីព្រៀងសេចក្តីថ្លែងការណ៍ចុងក្រោយដែលបានឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្តីព្រៀងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ G7 រួមនឹងចក្រភពអង់គ្លេសកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុននិងសហរដ្ឋអាមេរិកបានគូបញ្ជាក់ថាសមាជិក G7 បានអំពាវនាវឲ្យរុស្ស៊ីឆ្លើយតបដោយការយល់ព្រមលើបទឈប់បាញ់ក្នុងលក្ខខណ្ឌសមភាពនិងអនុវត្តវាយ៉ាងពេញលេញមន្ត្រី G7 បានពន្យល់ថាសេចក្តីព្រៀងនេះត្រូវបានឯកភាពដោយអ្នកការទូតជាន់ខ្ពស់ប៉ុន្តែនៅតែត្រូវការយល់ព្រមពីរដ្ឋមន្ត្រីជាផ្លូវការពួកគេក៏បានសង្កត់ធ្ងន់ថាបទឈប់បាញ់ណាមួយត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់និងបានគូបញ្ជាក់អំពីតម្រូវការចាំបាច់សម្រាប់ការរៀបចំសន្តិសុខដ៏រឹងមាំនិងគួរឲ្យទុកចិត្តដើម្បីធានាថាអ៊ុយក្រែនពិតជាមានសមត្ថភាពរារាំងនឹងការពារខ្លួនប្រឆាំងនឹងការឈ្លានពានណាមួយដែលអាចកើតឡើងជាថ្មីម្ដងទៀត